Sơ sài bằng bố tổng tiết cái video AI thế hai video này cứ tụi bạn nhận mờ là hỗ trợ đọc bài khế hai nhận comment hỗ trợ bài khế chieng hai chụp bố cả trên đây video này cứ miền đọc hỗ trợ một phần chieng chứ này cứ chưa video AI thếแต่บางคนอาจจะบ้านได้ปรับปรุงជាមួយនឹង app AI free អូខេចឹងនៅក្នុងវីដេអូនេះគឺខ្ញុំបង្ហាញពីវិធីក្នុងការធ្វើវីដេអូបែបនេះដែលបងប្អូនអាចផុសចូលនៅក្នុង TikTok ក៏បាន YouTube Short ក៏បានអូខេចឹងជាដំបូងគឺបងប្អូនរបៀបក្នុងការធ្វើអត់ពិបាកទេបងប្អូនមើលតាមជំនាញដែលខ្ញុំបង្កើតនេះទៅជាដំបូងគឺបងប្អូនចូលទៅកាន់ Chat GPT មួយមកអូខេមកដល់កន្លែងនេះគឺបើសិនជាបងប្អូនមិនទាន់ចេះសរសេរប្រាប់ជាភាសាអង់គ្លេសគឺបងប្អូនអាចធ្វើការសរសេរជាមួយនឹងប្រាប់ខ្មែរក៏បានដែរណាអូខេករណីពុកម៉ែបងប្អូនអត់ចេះសរសេរប្រាប់ទៀតគឺខ្ញុំមានវិធីមួយយ៉ាងមួយទៀតគឺបងប្អូនអាចធ្វើការ screenshot របស់គេនេះឧទាហរណ៍ថាខ្ញុំមាននៅក្នុង TikTok មួយនេះអូខេអញ្ចឹងយើង screenshot របស់គេមកប៉ុណ្ណេះមកអូខេនេះគឺវិធីងាយស្រួលករណីពុកម៉ែបងប្អូនអត់ចេះសរសេរប្រាប់ដល់ខ្លួនឯងណា copy មក save មកអូខេចឹងមកប៉ុណ្ណេះហើយបងប្អូនចូលកម្មវិធី Chat GPT មួយអូខេបងប្អូនចុចបូកមួយបងប្អូនយករូបភាពដែលយើងបាន screenshot ឬក៏ save មាញ់មកអូខេចឹងយើងចុច add មកដល់កន្លែងនេះមួយទៀតគឺយើងឲ្យវាសរសេរប្រាប់របស់យើងឲ្យ Chat GPT សរសេរប្រាប់ណា please props for this 1 2 10 អញ្ចឹងយើងឲ្យវាបង្កើតបានរហូតដល់10 prop ទៅពុកម៉ែបងប្អូនហើយយើងចុចបញ្ជូនមកតទៅទៀតគឺយើងរងចាំខាង Chat GPT វាបំលែងរូបភាពនេះទៅជា prop ហើយយើងយក prop ហ្នឹងទៅធ្វើការបង្កើតចេញជាវីដេអូមកតង់ទៀតពុកម៉ែបងប្អូនអូខេអញ្ចឹងយើងបានហើយ5 prop 6 prop នេះអូខេអញ្ចឹងយើងបានហើយបើយើងឆ្លាញ់ជាមួយនឹង prop មួយណាបងប្អូន copy prop មួយហ្នឹងអូខេឧទាហរណ៍ថានេះយើងយក prop ទី1ហើយលក្ខណៈ 3D ទេអូខេយើង copy មួយមកយើងចូលទៅកាន់កម្មវិធីគ្រប់ AI អូខេមកដល់កន្លែងនេះបងប្អូន scroll បន្តិចមកហើយបងប្អូនជួបពីថា create video នេះនៅកន្លែង create video កន្លែងនេះគឺវាមាននៅកន្លែងឲ្យយើងធ្វើការវាយហើយកន្លែងនេះបងប្អូនអាចធ្វើការបង្កើតជាវីដេអូតែម្ដងទៅខ្ញុំយក path prop នៅកន្លែងដែលយើងបាន copy មាញ់ហើយយើងធ្វើការបញ្ជូនតទៅទៀតយើងធ្វើការរងចាំហើយគ្រប់ AI វាបំលែងទៅជា prop របស់យើងមាញ់ទៅជាវីដេអូដែលមានចលនាដែលយើងអាចធ្វើការផុសចូលនៅក្នុង YouTube Short និង TikTok ក៏បានដែរអូខេអញ្ចឹងយើងដំណើរការហើយយើងរងចាំវាបាន 70-80% ហើយតទៅទៀតយើងទៅយកប្រាប់ទី2មកបងប្អូនធ្វើច្រើនមក copy ហើយនេះបងប្អូនselect វាមកចេញមកហើយបងប្អូនផាសប្រាប់របស់យើងអូខេបងប្អូនចុច download មកហើយបងប្អូនទៅយកប្រាប់ទី2ទៀតមកណាអូខេ copy ហើយកន្លែងនេះបងប្អូនផាសរបស់យើងមកអូខេចឹងយើងរងចាំមួយទៀតជាងបងប្អូនចង់បានប្រាប់ច្រើនគឺបងប្អូនអាចឲ្យ Chat GPT ទៅសេឲ្យយើងឲ្យកាន់តែច្រើនមកហើយយើងយកវីដេអូខ្លីៗហ្នឹងទៅកាត់បញ្ចូលគ្នាសម្រាប់ផុសនៅក្នុង YouTube ណាអូខេអញ្ចឹងវីដេអូទី2នេះវីដេអូទី2របស់យើងបានហើយអូខេ download មកហើយបងប្អូនក៏អាចធ្វើជាមួយនឹងទី3តទៀតដែរតែវីដេអូនេះគឺខ្ញុំសុំធ្វើតែប៉ុណ្ណេះហើយខ្ញុំសុំទៅបង្ហាញពីវិធីក្នុងការកាត់តែម្ដងទៅសម្រាប់បងប្អូនដែលមានចង្អុលក្នុងការកាត់បងប្អូនអាចកាត់នៅក្នុងកម្មវិធី VN ក៏បានកម្មវិធី CapCut ក៏បានណាអត់បញ្ហាទេអូខេចេញយករូបវីដេអូមួយរបស់យើងមាញ់មកពីនេះអូខេខ្ញុំចូលមួយនេះទៀតមក
អូខេនេះអូខេអានេះមានវាមានសំឡេងស្រេចទេបងប្អូនជាងមកប៉ុណ្ណេះបងប្អូនរើសសាយមកនេះទំហំវាបងប្អូនសារ៉េបន្តិចមកសារ៉េត្រូវសាយវាសម្រាប់ផុសចូល YouTube បើសិនជាបងប្អូនអត់សារ៉េសាយវាមានថាយើងផុសទៅវា YouTube អត់សូវរុញទេណាព្រោះវាអត់ដឹងថាវាជាប្រភេទ long ឬក៏ short អូខេបានប៉ុណ្ណឹងនេះហើយគឺបងប្អូនអាចចុច export មកអូខេហើយបានវីដេអូមួយជាការស្រេចបងប្អូនអាចផុសចូលក្នុង TikTok ក៏បាន YouTube Short ក៏បានដើម្បីជាការរកលុយតាម YouTube ណាអូខេវីដេអូនេះគឺខ្ញុំបង្ហាញចែកបងប្អូនតែប៉ុណ្ណឹងបើសិនជាបងប្អូនមានចម្ងល់ណាតើតើជាមួយនឹងការធ្វើវីដេអូបែបនេះអាចធ្វើការ comment នៅក្នុងវីដេអូរបស់ខ្ញុំខាងក្រោមបានអរគុណជួបគ្នាវីដេអូក្រោយទៀត